បាទជំរាបសួរពុកម៉ែបងប្អូនទីគោរពបាទក្នុងថ្ងៃនេះសូមណែនាំក៏ដូចជាបង្ហាញប្រាប់ដែលជាប់តាក់ទងនឹងកម្មវិធីបំពេញបុណ្យនិយាយរងពាក្យថាការបំពេញបុណ្យនេះគឺបំពេញដោយកាយដោយវិចារនិងដោយចិត្តបាទកាលបើយើងធ្វើកាយវិចារចិត្តឲ្យបានស្អាតបរិសុទ្ធប្រះចាកមន្ទិលឈ្មោះថាបុណ្យហើយបុណ្យហ្នឹងក៏ឈ្មោះថាសេចក្តីសុខសុខោពុញ្ញសៈឧចយោការសំបុណ្យនាំមកទៅសេចក្តីសុខយើងធ្វើរឿងណាដែលល្អទី1ប្រព្រឹត្តបុណ្យកុសលដោយកាយថែរក្សាកាយឲ្យបានស្អាតតាមរយៈការមិនសម្លាប់ការរយៈការមិនលួចទ្រព្យអ្នកដទៃតាមរយៈការមិនពិតខុសក្នុងកាមហើយមួយទៀតបុណ្យមួយកើតឡើងដោយវិចារសម្ដីមិនប្រពោះបោះបោកមិនញុះញង់មិនធ្វើឲ្យអ្នកដទៃបាត់បង់ប្រយោជន៍អីជាដើមហើយមួយទៀតចិត្តកុំសម្លឹងរំពេចង់បានទ្រព្យអ្នកដទៃហ្នឹងហើយឬក៏យើងមាននៅមច្ឆាទិដ្ឋិជាហេតុធ្វើឲ្យយើងមិនបានសម្រេចបុណ្យអញ្ចឹងអត្ថន័យនៃបុណ្យហ្នឹងធំធេងណាស់អញ្ចឹងចូលរក្សាបុណ្យចូលរក្សាខ្លួនចូលរក្សាកាយឲ្យសាងសេចក្តីល្អនឹងអត្ថន័យដ៏ខ្លីបាទសូមអរគុណ